កូនមានឪពុកកូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌ទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅរកបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបដិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមានសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបដិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីៗទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃកូនងាកឪពុកកូនត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរាបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមាំទាំក្នុងជីវិតកូននៅតូចគួរធ្វើអ្វីដែលត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែងមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូនមានឪពុកពេលវេលាដែលកន្លងទៅនិងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែរហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់កូនស្ងួនមានឪពុកហើយជីវិតមនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចុះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើនក្នុងលោកឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅបានតើតែយកធម៌មកជាកល្យាណមិត្តយកធម៌មកទំនុកបំរុងដល់ចិត្តតាំងទុកនៅចិត្តជានិច្ចអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនេតិនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់គតិមួយថាឧបសគ្គរមែងមកមុនសេចក្តីសម្រេចនិងសូមឲ្យកូននឹករឿយថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់កាលបបាបច្រើនការគិតក៏នាំមកនៅសេចក្តីក្តៅក្រហាយដុតរោលដល់ចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយកូនមានឪពុកប្រាថ្នាឲ្យកូនបានចូលដល់សេចក្តីល្អ10ប្រការ 1. កូនត្រូវជាអ្នកមានសីលធម៌ប្រចាំខ្លួន 2. កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន 3. កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ 3. កូនត្រូវគប់រកតែជាមួយមិត្តពិតប្រាកដ 4. កូនត្រូវជាមនុស្សប្រដៅងាយ 5. កូនត្រូវចេះជួយកិច្ចការអ្នកដទៃ 6. កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស 7. កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់ 8. កូនត្រូវសន្តោសចំពោះបច្ច័យ 4 9. កូនត្រូវមានស្មារតីដឹងមុខនេតិរបស់ខ្លួន 10. កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថា
គ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថក្នុងជីវិតនឹងត្រូវរកផ្លូវឲ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងលោកដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីខ្លួនឯងព្រមទទួលគ្រប់នោះទេនិងម្យ៉ាងទៀតក្នុងលោកនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះទេសម្បត្តិក្នុងលោកមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងលោកមិនអាចល្អស្មើនឹងធម៌សនាំចាក់ភពពណ៌ពិតកូនឪត្រូវសេពគប់ព្រមទាំងគោរពខ្លួនឯងផងកូនមានឪពុកកូនមានតួនាទីរបស់កូនដែលត្រូវបដិបត្តិចំពោះមាតាបិតាដោយខាងក្រោមនេះ 1. តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង 2. ជួយធ្វើកិច្ចការមាតាបិតាឲ្យបានល្អជាទីបំផុត 3. តម្កល់តម្កើងនៅវងត្រកូលឲ្យបានល្អតទៅ 4. ប្រព្រឹត្តខ្លួនឲ្យល្អឲ្យសមគួរជាអ្នកទទួលនៅមរតក 5. មាតាបិតាចិញ្ចឹមកូនឲ្យរស់មកកូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅនឹងឯង 6. នាំមាតាបិតាទៅវត្តឬកន្លែងផ្សេងៗតាមសមគួរ 7. នៅពេលមាតាបិតាមានជំងឺកូនត្រូវថែរក្សាឲ្យបានដិតដល់ត្រូវជួយឲ្យមាតាបិតាបានស្ដាប់ធម៌ផង 8. ត្រូវរក្សាទឹកចិត្តរបស់មាតាបិតាមិនឲ្យមាតាបិតាមានទុក្ខកង្វល់ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយត្រូវចាំទុកថាសេចក្តីសុខរបស់មាតាបិតានៅត្រង់កតញ្ញូតាធម៌របស់កូនទាំងឡាយ 9. ត្រូវថែរក្សានូវទ្រព្យសម្បត្តិផងអវយវៈខ្លួនប្រាណទាំងមូលផងជីវិតផងនិងអវាទទូមានផ្សេងផងដែលមាតាបិតាបានប្រគល់ឲ្យមកកូន 10. ធ្វើបុណ្យឧទ្ទិសដល់មាតាបិតាការគាត់ធ្វើការកិរិយាទៅកាន់បរលោកហើយកូនមានឪពុកជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រកដីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅតួនាទីរបស់ខ្លួនឯងដើម្បីកូនមានឪពុកស្គាល់តួនាទីស្គាល់នៅសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អក្នុងការសេពគប់ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងៗព្រមទាំងដើម្បីឲ្យបានប្រសើរក្នុងការតាក់ទងជាមួយអ្នកដទៃក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យមានចំណេះដឹង7មុខ 1. កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនេតិរបស់មនុស្ស 2. កូនត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើមិនត្រូវច្រឡំហេតុផលជាដាច់ខាត 3. កូនត្រូវរៀនអំពីខ្លួនឯងត្រូវស្គាល់ខ្លួនឯងឲ្យបានប្រាកដព្រមទាំងត្រូវដឹងពីការគោរពខ្លួនឯងផង 4. កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់ 5. កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាលត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ 6. កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គលត្រូវចេះសង្កេតឲ្យស្គាល់មនុស្ស 7. កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅតួនាទីរបស់ខ្លួនច្បាស់លាស់ប៉ុណ្ណឹងទេគឺនៅធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាថគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាថនេះឯងវាអាចធ្វើឲ្យអ្នកដែលចេះស្ទាត់ក្នុងការងារហើយនោះត្រឡប់ទៅជាទទួលនៅបរាជ័យដោយបុគ្គលល្ងងខ្លៅឬដូចជារថយន្តដែលក្រឡាប់ធ្លាក់ជ្រោះអីចឹងឯងកូនមានឪពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ 1. ជាកូនដែលល្អរបស់ឪពុកម្ដាយ 2. ជាសិស្សដែលល្អរបស់គ្រូអាចារ្យ
3. ជាមិត្តដែលល្អរបស់មិត្ត 4. ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ 5. ជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធ ចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយខំប្រឹងសាងនូវសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបានជាសេចក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនមានឪពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណ